សូមស្វាគមន៍ថ្ងៃនេះ podcast របស់យើងនឹងពិភាក្សាអំពី bankruptcy case ដែលហៅថាករណីខ្សែធនហើយនៅត្រង់ប្រធានបទតើបំណុលរវាងគូស្នេហ៍អាចក្លាយទៅជាបញ្ហានៅក្នុងករណីបុគ្គលម្នាក់ខ្សែធនបានដែរឬទេជាទូទៅមានពាក្យសម្ដីមួយដែលគេតែងតែនិយាយថាគ្មានអ្វីខ្លាំងជាងកំហឹងរបស់មនុស្សដែលខូចចិត្តពីស្នេហានោះឡើយហើយថ្មីនេះតុលាការ bankruptcy ដែលកាន់ក្តីរឿងភាពខ្សែធននៅភាគខាងលិចរបស់រដ្ឋ Massachusetts បានសម្រេចសំណុំរឿងមួយដែលបង្ហាញយ៉ាងច្បាស់ថាបញ្ហារវាងស្នេហានិងបញ្ហាបំណុលអាចជាប់ទាក់ទងគ្នាបានយ៉ាងស្មុគស្មាញហើយនៅក្នុងសំណុំរឿងនេះអតីតមិត្តស្រីម្នាក់បានប្តឹងអតីតមិត្តប្រុសរបស់ខ្លួនបន្ទាប់ពីគាត់ដាក់ពាក្យស្នើសុំ bankruptcy នាងអះអាងថាគាត់បានបោកបញ្ឆោតយកប្រាក់សន្សំពេញមួយជីវិតរបស់នាងប្រហែលជា$55,000ដែលជាប្រាក់នាងឲ្យគាត់ខ្ចីជាបន្តបន្ទាប់ហើយសំណួរសំខាន់សម្រាប់តុលាការគឺនៅពេលដែលគាត់ខ្ចីប្រាក់ទាំងនោះតើគាត់មានបំណងសងវិញពិតប្រាកដឬមួយក៏គាត់មានបំណងចង់បោកតាំងពីដំបូងជាទូទៅបំណុលភាគច្រើនអាចត្រូវបានលុបចោលនៅក្នុងករណីខ្សែធននៅពេលដែលបុគ្គលម្នាក់ដាក់ពាក្យស្នើសុំ bankruptcy បំណុលជាច្រើនដូចជាបំណុលកាត់ឥណទានបំណុលផ្ទាល់ខ្លួនបំណុលដែលមិនមានទ្រព្យធានាជាទូទៅអាចត្រូវបានលុបចោលទៅតាមច្បាប់នៃការខ្សែធនហើយគោលបំណងរបស់ bankruptcy ឬការខ្សែធនហ្នឹងគឺផ្ដល់ឱកាសឲ្យអ្នកដែលប្រឈមនឹងបញ្ហាហិរញ្ញវត្ថុដោយស្មោះត្រង់អាចចាប់ផ្ដើមជីវិតហិរញ្ញវត្ថុជាថ្មីឡើងវិញប៉ុន្តែមានករណីលើកលែងសំខាន់មួយគឺការបោកបញ្ឆោតដែលភាសាអង់គ្លេសហៅថា fraud ប្រសិនបើម្ចាស់បំណុលអាចបង្ហាញថាប្រាក់ត្រូវបានខ្ចីដោយការកុហកឬក៏ការឆបោកបំណុលនោះมันអាចនឹងត្រូវលុបចោលនៅក្នុង bankruptcy ឬក៏ការប្រកាសខ្សែធនបាននោះឡើយតើត្រូវបង្ហាញអ្វីខ្លះដើម្បីបញ្ជាក់ថាមានការបោកបញ្ឆោតតាំងពីដំបូងជាទូទៅម្ចាស់បំណុលត្រូវបង្ហាញថាទី1អ្នកខ្ចីបាននិយាយព័ត៌មានមិនពិតទី2គាត់ដឹងថាព័ត៌មាននោះមិនពិតទី3គាត់មានបំណងចង់បោកបញ្ឆោតទី4ម្ចាស់បំណុលជឿលើព័ត៌មាននោះហើយសម្រេចចិត្តឲ្យខ្ចីប្រាក់ហើយនិងទី5ការជឿនោះបានបណ្ដាលឲ្យមានភាពខាតបង់ហើយនៅពេលដែលការខ្ចីប្រាក់កើតឡើងរវាងគូស្នេហ៍ការបញ្ជាក់ចំណុចទាំងនោះអាចកាន់តែពិបាកអញ្ចឹងសំណួរសួរថាហេតុអ្វីបានជាការខ្ចីប្រាក់រវាងគូស្នេហ៍ពិបាកជាងការខ្ចីពីធនាគារចម្លើយគឺថានៅពេលដែលយើងខ្ចីប្រាក់ពីធនាគារជាធម្មតាគឺមានឯកសារច្បាស់លាស់ដូចជាកិច្ចសន្យាខ្ចីប្រាក់អត្រាការប្រាក់ការបរិច្ឆេទសងនិងចំនួនប្រាក់ដែលត្រូវសងជារៀងរាល់ខែប៉ុន្តែនៅពេលដែលបុគ្គលពីរនាក់ជាគូស្នេហ៍មនុស្សភាគច្រើនគឺមិនសូវធ្វើឯកសារទាំងនេះនោះទេពួកគេជឿជាក់លើគ្នាហើយគិតថាទំនាក់ទំនងនឹងបន្តទៅមុខទៀតបញ្ហាគឺនៅពេលដែលទំនាក់ទំនងបានបញ្ចប់ការបង្ហាញថាអ្នកណាសន្យាអ្វីនិងមានបំណងយ៉ាងណាវាคล้ายទៅជារឿងដែលពិបាកអញ្ចឹងសំណួរមួយទៀតក៏បានសួរថាតើតុលាការសម្រេចយ៉ាងដូចម្តេចនៅក្នុងករណីបែបនេះនៅក្នុងសំណុំរឿងនេះតុលាការតែងតែពិនិត្យថាបើទោះបីជាបុរសនោះក្រោយមកបែកពីនាងមិនសងប្រាក់ទៀតហើយបន្ទាប់មកដាក់ bankruptcy ក៏ដោយនោះមិនមែនមានន័យថាគាត់មានបំណងបោកតាំងពីថ្ងៃខ្ចីប្រាក់នោះទេកំឡុងពេលដែលពួកគេនៅជាមួយគ្នាគាត់បានសងប្រាក់វិញខ្លះបើទោះបីជាមិនច្រើនក៏ដោយហើយនេះជាភស្តុតាងមួយដែលបង្ហាញថាគាត់ធ្លាប់មានបំណងសងវិញលើសពីនេះពួកគេមិនដែលកំណត់ថាតើនឹងត្រូវសងពេលណាត្រូវសងប៉ុន្មានក្នុងមួយខែមានការប្រាក់ឬអត់ហើយតើអ្វីទៅដែលអាចចាត់ទុកបានថាជាការខកខានក្នុងការសងហើយដោយសារតែมันមានលក្ខខណ្ឌច្បាស់លាស់តុលាការមិនអាចសន្និដ្ឋានថាគាត់បានរំលោភកិច្ចព្រមព្រៀងខ្ចីប្រាក់នោះឡើយដែលជាលទ្ធផលបំណុលភាគច្រើនប្រហែលជា$55,000ត្រូវបានលុបចោលនៅក្នុងករណី bankruptcy ដែលគាត់បានប្រកាសដែលហៅថាប្រកាសខ្សែធនប៉ុន្តែមានប្រាក់មួយចំនួនដែលមិនត្រូវបានលុបចោលមានចំណុចមួយដែលធ្វើឲ្យតុលាការសម្រេចខុសពីបំណុលផ្សេងក្រោយពីបានខ្ចីប្រាក់រួចបុរសនោះបានសុំខ្ចីបន្ថែមប្រមាណជាង$3,800ដោយនិយាយថាមិត្តរួមផ្ទះរបស់គាត់បានបុកម៉ូតូហើយត្រូវការប្រាក់ដើម្បីជួសជុលហើយគាត់ក៏បានប្រាប់ថានៅពេលក្រុមហ៊ុនធានារ៉ាប់រងបង់ប្រាក់មកវិញគេនឹងយកប្រាក់នោះមកសងតែក្រោយមកតុលាការរកឃើញថាការអះអាងនេះគឺមិនពិតនោះឡើយដោយសារប្រាក់$3,800នេះត្រូវបានខ្ចីដោយការនិយាយមិនពិតតុលាការបានសម្រេចថាបំណុលចំនួននេះគឺមិនត្រូវបានលុបចោលនៅក្នុងករណីប្រកាសខ្សែធននោះឡើយអញ្ចឹងហើយមេរៀនសំខាន់ពីសំណុំរឿងនេះគឺថាសំណុំរឿងបែបនេះតែងតែកើតឡើងបន្ទាប់ពីទំនាក់ទំនងស្នេហាត្រូវបានបញ្ចប់ហើយជាញឹកញាប់វាមានទាំងអារម្មណ៍ខឹងការខកចិត្តនិងការចោទប្រកាន់គ្នាទៅវិញទៅមកប៉ុន្តែនៅក្នុងច្បាប់ប្រកាសភាពខ្សែធនសំណួរសំខាន់មិនមែនថាតើអ្នកណាធ្វើខុសក្រោយមកទេសំណួរសំខាន់គឺនៅពេលខ្ចីប្រាក់តើអ្នកខ្ចីមានបំណងបោកបញ្ឆោតតាំងពីដំបូងឬអត់ហើយការមិនសងប្រាក់នៅពេលក្រោយមិនមែនមានន័យថាជាការបោកបញ្ឆោតដោយស្វ័យប្រវត្តិនោះឡើយ
បើអញ្ចឹងប្រសិនបើអ្នកកំពុងតែពិចារណាដាក់ bankruptcy ឬមួយក៏ប្រកាសខ្សែធនប្រសិនបើអ្នកមានបំណុលជាមួយនឹងអតីតគូស្នេហ៍បច្ចុប្បន្នសមាជិកគ្រួសារមិត្តភ័ក្តិឬក៏អ្នកដែលអ្នកស្គាល់អ្នកគួរតែប្រាប់មេធាវីរបស់អ្នកអំពីបំណុលទាំងនោះជាមុនបើទោះបីជាមិនមានកិច្ចសន្យាជាលេខលិខិតអក្សរក៏ដោយបំណុលប្រភេទនេះអាចក្លាយទៅជាបញ្ហាដ៏សំខាន់នៅក្នុងសំណុំរឿងករណីប្រកាសខ្សែធនហើយការផ្ដល់ព័ត៌មានពេញលេញដល់មេធាវីតាំងពីដំបូងអាចជួយឲ្យមេធាវីវាយតម្លៃហានិភ័យនិងរៀបចំការពារសិទ្ធិរបស់អ្នកបានល្អជាងមុនអញ្ចឹងប្រសិនបើអ្នកកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុហើយគិតថា bankruptcy គឺជាជម្រើសសមស្របរបស់លោកអ្នកសូមតាក់ទងមកកាន់ Law Office of Lewis Haskell តាមរយៈលេខទូរស័ព្ទ978 459 8359ដើម្បីពិគ្រោះអំពីស្ថានភាពរបស់លោកអ្នក